តោះបងប្អូនឥឡូវមករៀនដោះស្រាយលំហាត់ជាមួយនឹងខ្ញុំទាំងអស់គ្នាតែមុននឹងដោះស្រាយលំហាត់ខ្ញុំសូមឲ្យបងជួយ like និង follow page មួយផងបាទរីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាលំហាត់គេឲ្យកណនីដោយមិនប្រើម៉ាស៊ីនលេខនៅកន្សោម A1 ដែលមាន5បូក55បូក555បូក5ម្ដងរហូតដល់5ម្ដងអញ្ចឹងគេឲ្យប្រើម៉ាស៊ីនលេខឲ្យយើងគិតខំណាអូខេអញ្ចឹងលំហាត់យើងត្រូវចេះឆ្នៃទីនឹងទៅសេបានអូខេយើងមើលមាន5ទាំងអស់មែនទេអញ្ចឹងពេលនេះខ្ញុំសូមទាញ5ជាតាទាញ5ជាតាអញ្ចឹងពេលទាញ5ជាតានេះសល់គេសល់1អូខេអញ្ចឹងយើងបូកនេះ55យើងទាញ5ជាតាអញ្ចឹងសល់11 555យើងទាញ5ជាតាសល់111បូកជាមួយនឹង1111បូកជាមួយនឹងចុចមកអញ្ចឹងបូក1 9 2 4 5 6 7 2 4 5 9 ហេបន្តមកទៀតនេះយើងមើលនេះយើងមើលក្នុងតាមក្នុងនេះយើង1បូកជាមួយ11ស្មើគេ12 1បូក11បូក111ស្មើជាមួយនឹង123យក1បូក11បូក111បូកទៀតបូកជាមួយ1111ស្មើជាមួយ1 2 3 4អូខេអញ្ចឹងបូកចុចរហូតបូកចុចរហូតទៅមកដល់នេះវាស្មើជាមួយ1 2 3 4 5 6 7 8 9អញ្ចឹងណាអញ្ចឹងមិនថាលេខក្នុងវងចរនេះស្មើលេខនេះអញ្ចឹងចុងក្រោយយើងសេបាន5គុណជាមួយនឹង1 2 3 4 5 6 7 8 9បានលេខប៉ុណ្ណឹងហើយយើងនៅតែអត់ប្រើអក្សរទៀតយើងប្រើវិធីឆ្នៃទៀតណាយើងមើលនេះ5អាចសេបានថា10នៅលើ2គុណនឹង1 2 3 4 5 6 7 8 9អូខេអញ្ចឹង10ជាមួយនេះគុណ10នេះបើថែមនៅក្នុងចុងទៅស្មើគេស្មើជាមួយនឹង1 2 3 4 5 6 7 8 9គុណ10ថែមនៅ0នោះតោះមកចែក2ដល់ទៅនេះយើងត្រូវចេះឆ្នៃទៀតចែក2ខ្ញុំនឹងចែកវិធីលឿនចែក2ខ្ញុំចែកវិធីលឿនយើងមើល12នេះ12ចែក2បានប៉ុន្មាន12ចែក2បាន6 34ចែក2បានប៉ុន្មាន17 56ចែក2បាន28 78ចែក2បាន39 90ចែក2បាន45អញ្ចឹងចុងក្រោយបន្សំអានដែលមានផលបូកនឹងគឺស្មើចំនួនប៉ុណ្ណឹងសូមអរគុណ